តោះមកធ្វើទឹកស្ករទាំងអស់គ្នាបងប្អូនខ្ញុំតែងធ្វើបែបនេះជាប្រចាំថ្ងៃផងដែរគឺខ្ញុំដាំទឹកចំនួន1លីត្រជាមួយនឹងស្ករចូលហើយក៏ដាក់អំបិលមួយចុងស្ពាទូចផងដែរដាក់ឲ្យពុះហើយក៏ខ្ញុំដាក់ស្ករសចំនួន2គីឡូចូលដាក់ចូលហើយក៏ខ្ញុំឆូកូរទាល់តែក្របស្ករហ្នឹងរលាយคล้ายជាទឹកអស់ពេលរលាយហើយគឺទឹកស្ករយើងមានសភាពស្អិតផងដែរហើយក៏យើងស្រង់លើកតយចេញរួចជាការស្រេចចាហើយបញ្ជាក់បន្តិចគឺគីឡដែលយើងដាក់ហ្នឹងមិនថាគីឡជ័រឬគីឡម៉ូទេគឺយើងត្រូវចាក់ទឹកក្តៅចូលកន្លុកវាចេញមកសាសិនដើម្បីកុំឲ្យមានធុំក្លិននៅក្នុងគីឡហ្នឹងបើគីឡជ័រយើងទុកទឹកស្ករនឹងឲ្យត្រជាក់តែបើគីឡថ្មដូចខ្ញុំនេះគឺខ្ញុំដាក់ទឹកក្តៅបែបហ្នឹងដាក់ទឹកក្នុងទឹកក្តៅហ្នឹងហើយបន្ទាប់មកក៏ដាក់ទឹកជាក្នុងចានដែកត្រាំឲ្យត្រជាក់ហើយខ្ញុំគ្របទុកក្នុងទូទឹកកកដើម្បីទុកឲ្យបានយូរផងដែរ